ជំរាបសួរមេដាបេដាអ្នកអាណាព្យាបាលសិស្សនិងសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះវុតស្រីមុតជាគ្រូបង្រៀនចំណេះទូទៅភាសាខ្មែរនៃសាលា Idyllic អន្តរជាតិថ្ងៃនេះនាងខ្ញុំបានលើកយកសាច់រឿងនិទានខ្លីមួយដើម្បីមកធ្វើបទបង្ហាញជូនកូនៗទាំងអស់គ្នាទស្សនាក្រោមចំណងជើងថាមេអំបៅមុននឹងចាប់ផ្ដើមចូលដល់ការទស្សនារឿងកូនៗទាំងអស់គ្នាអ្នកគ្រូមានប្រអប់អាត់កំបាំងមួយចាំឲ្យកូនទាំងអស់គ្នាជួយទូទាយឲ្យអ្នកគ្រូចាតែនចាកូនទាំងអស់គ្នាកូនឃើញទេកូនចាទាំងខាងនេះគឺមានពណ៌អីគេកូនចាពណ៌ខ្មៅហើយកូនឃើញសញ្ញាអីនៅជិតនេះកូនគេហៅសញ្ញាអីចាល្អគឺសញ្ញាសួរតើកូនសង្កេតមើលតទៀតមើលកូនឃើញមានប្រឡោះមួយអត់ទេចាកូនប្រឡោះមួយមើលកូនចាក់ទូទាយទាំងអស់គ្នាមើលថាតើប្រឡោះនេះគឺជារូបភាពអ្វីចាអូហូចាអូខេកូនខ្លះថាជាសត្វដំរីឥឡូវកូនទាំងអស់គ្នាចង់ដឹងថាជាសត្វដំរីមែនឬក៏អត់តោះឥឡូវជួយរាប់ឲ្យអ្នកគ្រូ1 2 3តែនអត់ត្រូវផងហ្នឹងវាខុសបាត់ចាំមានកូនណាទាយត្រូវទេមិនដូចឃើញកូនខ្លះទាយថាជាសត្វទន្សាយចាពូតែកូននៅសាររូបភាពតទៀតមើលសាកទិទាយឲ្យអ្នកគ្រូតិចកុំភ្លេចខាងលឺកូនណាតោះតែនអីយ៉ាសត្វអីគេពណ៌លឿងសត្វអីគេពណ៌លឿងទៅសត្វមាន់គេដឹងចាអូកូនខាងនោះខាងសត្វទាចង់ដឹងថាទាឬក៏មិនទាតោះជួយរាប់ឲ្យអ្នកគ្រូឲ្យលឺ1 2 3តែអូគេអត់ចឹងចា1 2 3វ៉ាវជាសត្វអីគេកូនចាជាសត្វទាពូកែមែនទាមានពណ៌លឿងចាតោះលើខោរូបមួយទៀតកូនជួយពិនិត្យមើលទាំងអស់គ្នាចាជាសត្វអីគេចេះកូនឃើញក្បាលវាមានពណ៌ទឹកក្រូចផងមានពណ៌លឿងផងកូនចាក់ទាយមើលជាសត្វអីគេកូនជាសត្វអីគេកូនខ្លះថាជាសត្វខ្លាឃើញកាឡានោះហើយកូនខ្លះថាសត្វអីគេនោះមេអំបៅទៅណាចង់ដឹងថាជាមេអំបៅហ្នឹងឬក៏អត់ចាសាក់រាប់ឲ្យអ្នកគ្រូតិចមើលសាក់រាប់តាមច្រាស់មកវិញ3 2 1តែនសត្វអីគេកូនពូកែមែនគឺជាសត្វមេអំបៅចាកូនឃើញមេអំបៅស្អាតអីកូនស្អាតមែនទែនមេអំបៅកំពុងទុំលើគេកូនទុំលើផ្កាអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងនិទានរឿងខ្លីមួយជូនកូនៗទាំងអស់គ្នាទស្សនាគឺរឿងមេអំបៅចាគ្រូត្រៀមខ្លួនហើយចាក់កូនៗទាំងអស់គ្នាត្រៀមខ្លួនហើយនៅកូនចាអញ្ចឹងមុននឹងចាប់ផ្ដើមនិទានរឿងចង់ឲ្យកូនៗទាំងអស់គ្នាទះដៃអបអរសាទរឲ្យអ្នកគ្រូមួយសិនចាឥឡូវនេះកូនអត់ដៃឲ្យស្ងៀមហើយកូនចាំទស្សនារឿងដែលអ្នកគ្រូនិទានរឿងទាំងអស់គ្នាចានៅក្នុងសួនផ្កាមួយមានផ្កាជាច្រើនហើយនៅក្នុងសួនផ្កានោះមានផ្កាកុលាបចាមានផ្កាកុលាបដែលមានពណ៌អីគេក៏ពណ៌ក្រហមស្អាតមែនតើស្អាតអីកូនចាហើយនៅក្នុងសួនផ្កានោះក៏មានផ្កាស្បៃរឿងដែរចានៅក្នុងសួនផ្កានោះក៏មានមេអំបៅមួយគូជាមិត្តសម្លាញ់នឹងគ្នាវាតែងតែហើរលេងនៅក្នុងសួនផ្កានោះដែលមេអំបៅមួយមានពណ៌ក្រហមនិងមេអំបៅមួយទៀតមានពណ៌លឿងនៅក្នុងថ្ងៃនោះដែរស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យមេអំបៅទាំងពីរនោះចាស្វែងរកកន្លែងជ្រកចាវាក៏បានហើរទៅហើរមករួចក៏បានទៅជួបជាមួយនឹងផ្កាកុលាបមេអំបៅពណ៌ក្រហមបាននិយាយទៅកាន់បងផ្កាកុលាបថាបងកុលាបឲ្យខ្ញុំទាំងពីរសុំជ្រកផងពេលនោះផ្កាកុលាបក៏បានឆ្លើយថាមេអំបៅដែលមានពណ៌ក្រហមដូចជាផ្កាកុលាបទើបយើងឲ្យជ្រកចំណែកឯមេអំបៅដែលមានពណ៌លឿងយើងមិនឲ្យជ្រកទេ
មេអំបៅពណ៌ក្រហមក៏បានឆ្លើយតបទៅកាន់ការកលាបថាបងឲ្យពួកខ្ញុំទាំងពីរជ្រកទៅខ្ញុំជាមិត្តសម្លាញ់នឹងគ្នាមិនអាចចោលគ្នាបានទេប៉ុន្តែការកលាបបដិសេធពេលនោះមេអំបៅទាំងពីរក៏សម្រេចចិត្តហើរស្វែងរកផ្កាដទៃទៀតហើរចុះហើរឡើងមេអំបៅទាំងពីរក៏បានទៅជួបជាមួយនឹងផ្កាស្បៃរឿងមេអំបៅពណ៌លឿងក៏បាននិយាយទៅកាន់ផ្កាស្បៃរឿងថាបងផ្កាឲ្យខ្ញុំទាំងពីរសូមជ្រកផងផ្កាស្បៃរឿងឆ្លើយដោយផ្កាកុលាបដែរមេអំបៅដែលមានពណ៌លឿងណាបានយើងឲ្យជ្រកចំណែកឯមេអំបៅពណ៌ក្រហមយើងមិនឲ្យជ្រកទេមេអំបៅពណ៌លឿងក៏និយាយតបទៅកាន់ផ្កាស្បៃរឿងថាបងពួកខ្ញុំទាំងពីរជាមិត្តសម្លាញ់នឹងគ្នាមិនអាចចោលគ្នាបានទេការស្បៃរឿងនៅតែបដិសេធពេលនោះមេអំបៅទាំងពីរក៏សម្រេចចិត្តចាក់ចេញដើម្បីស្វែងរកការដទៃទៀតហើរចុះហើរឡើងស្លាបរបស់ពួកគេទាំងពីរត្រូវបានទឹកភ្លៀងជោករួចក៏ដួលទៅលើដីព្រះអាទិត្យមើលពីខាងលើមកឃើញថាមេអំបៅទាំងពីរស្រឡាញ់គ្នាណាស់ដោយមានចិត្តអាណិតព្រះអាទិត្យក៏បានឲ្យពពកខ្មៅចាក់ចេញព្រះអាទិត្យចាប់ផ្ដើមបញ្ចេញរស្មីកាន់តែខ្លាំងមិនយូរប៉ុន្មានមេអំបៅទាំងពីរស្ងួតខ្លួនក៏ចាប់ផ្ដើមថាបន្តិចម្ដងពួកគេក៏បានហើរទៅក្នុងសួនផ្កាវិញពួកគេទាំងពីរនាក់សប្បាយចិត្តណាស់ហើយពួកគេមិនបានខឹងនឹងការកលាបនិងការស្បៃរឿងទេព្រោះព្រះអាទិត្យបានស្ដីឲ្យបន្ទោសឲ្យគេរួចមកហើយចា៎យ៉ាងណាដែរកូនៗទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់អ្នកគ្រូនិទានរឿងរួចមកចាទស្សនាមកពេញចិត្តទេគិតចាពេញចិត្តអូខេអញ្ចឹងកូនមើលទាំងអស់គ្នាមើលនៅក្នុងសាច់រឿងហ្នឹងណាគឺមេអំបៅទាំងពីរមេអំបៅពណ៌លឿងនិងមេអំបៅពណ៌ក្រហមគឺគាត់ស្រឡាញ់គ្នាខ្លាំងណាស់មិនថាគាត់ជួបទុក្ខលំបាកអ្វីក៏ដោយគឺពួកគាត់ទាំងពីរមិនបោះបង់ចោលគ្នាទេចានៅតែតស៊ូជាយាមតើតែទទួលបានជោគជ័យដូច្នេះអ្នកគ្រូចង់បន្ថែមពីលើនឹងទៅកាន់កូនៗទាំងអស់គ្នាដែរថាប្រសិនបើកូនមានមិត្តសម្លាញ់កូនត្រូវតែធ្វើដូចបងមេអំបៅទាំងពីរអញ្ចឹងស្រឡាញ់គ្នានិងជួយគ្នាទៅវិញទៅមកជាពិសេសមិនត្រូវបោះបង់ចោលគ្នាទេជាទីបញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណដល់មេដាបេដាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានទស្សនាសាច់រឿងខ្លីតាំងពីដើមដល់ចប់សូមអរគុណសូមជម្រាបលា Ideally on ត្រង់ភាសាជាឈ្មោះសាលាសិក្សាបីសិន